សូមចែករំលែកបន្តផងអ្នកគ្រូណាលីថាយុគ9នេះអ្នកចេះអ្នកពូកែមានភាពស្មោះត្រង់កុំភ័យខ្លាចរឿងមួយនេះតែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យជាទូទៅការផ្លាស់ប្ដូរយុគសម័យតែងតែមានរយៈពេល20ឆ្នាំម្ដងដែលនាំឲ្យមានការផ្លាស់ប្ដូរអេរយាប័តនៃការរស់នៅក្នុងនោះចូលដល់ឆ្នាំ2024-2025នេះជាយុគថ្មីដែលទើបតែផ្លាស់ប្ដូរនិងឈានចូលមកដល់ដែលត្រូវគេស្គាល់ថាជាយុគ9ជាយុគភ្លើងផងដែរតែតើទៅនឹងយុគ9នេះកាលពីពេលកន្លងទៅអ្នកគ្រូហុងស៊ុយណាលីជាអ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ប្រជាប្រិយភាពបានចែករំលែកអំពីរឿងរ៉ាវក្នុងយុគ9នេះតាមគណនីរបស់អ្នកគ្រូដែលមានឈ្មោះថាណាលីឡុងបានឲ្យដឹងថាយុគ9ជាឱកាសមាសរបស់មនុស្សពូកែមានសមត្ថភាពពិតប្រាកដនិងស្មោះត្រង់កន្លែងណាក៏គេចង់បានដែរអ្នកពូកែមានសមត្ថភាពពិតកុំភ័យអត់ការងារធ្វើតែបើអ្នកពូកែទ្រឹស្ដីហើយមិនមានភាពស្មោះត្រង់នោះយុគ9គឺពិបាកហើយមិនត្រឹមតែប៉ុណ្ណោះកន្លងមកអ្នកគ្រូណាលីក៏ធ្លាប់បានលើកឡើងនៅការយកឃើញជាច្រើនអំពីយុគ9ផងដែរដែលមានដូចជាយុគ9ជាយុគដែលបង្ហាញសេចក្តីពិតអ្នកសម្ដែងធ្វើល្អលាក់គេមិនចិត្តទេព្រោះយុគភ្លើងនិងដុតបំភ្លឺបង្ហាញសេចក្តីពិតគ្រប់យ៉ាងយុគ9ជាយុគដែលមនុស្សល្អលេចធ្លោឯមនុស្សអាក្រក់នឹងទទួលកម្មពៀមិនចាំជាតិក្រោយឡើយយុគ9ក៏មិនមែនជាយុគដែល support មនុស្សខូចទេហើយក៏ជាយុគបោសសម្អាតមន្ត្រីខូចផងដែរចំណែកប្រជាជននឹងមានភាពសាមគ្គីគ្នាបានយ៉ាងល្អចា៎នេះគឺជាការលើកឡើងរបស់អ្នកគ្រូណាលីផងដែរយើងសង្កេតឃើញថាគឺមានចំណុចជាច្រើនគឺពិតជាត្រឹមត្រូវតែម្ដងសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា